តើបងប្អូនមានដឹងអត់ថាបច្ចុប្បន្ននេះមានទឹកប្រាក់ប្រមាណជាង7 trillion ដុល្លារសហរដ្ឋអាមេរិកកំពុងតែចរាចរកាត់ទីផ្សារមួយហើយទីផ្សារនោះមិនមែនជាទីផ្សារភិហនដែលហៅថា stock market នោះទេហើយក៏មិនមែនជាទីផ្សារ crypto នោះដែរវាគឺ forex ហើយនៅក្នុងវីដេអូថ្ងៃនេះខ្ញុំនឹងមកបញ្យល់បងប្អូនឲ្យយល់ច្បាស់ពីចំណុចចាប់ផ្ដើមតាមវិធីដែលងាយបំផុតអូខេសូមស្វាគមន៍អ្នកនរនេះមកកាន់ Channel YouTube របស់សុភ័ក្រជេងម្ដងទៀតហើយកុំឲ្យខាតពេលយូរតោះយើងក៏ចូលសាច់រឿងតែម្ដងនេះគឺជាអេពីសូតមួយនៅក្នុងប្រធានបទ Forex Basic របស់យើងនឹងចាប់ផ្ដើមរៀនពីចំណុច0រហូតដល់មេរៀនកម្រិតខ្ពស់គឺ Smart Money Concept មិនថាបងប្អូនមិនដែលស្គាល់ Forex សោះពីមុនមកនោះទេឬក៏ធ្លាប់សាកល្បង trade ហើយតែនៅតែវង្វេងវ័នវីដេអូនេះគឺធ្វើឡើងសម្រាប់បងប្អូនទាំងអស់គ្នាតោះយើងមកមើលពីគ្រឹះដំបូងគេបង្អស់តើ Forex គឺជាអ្វីឲ្យពិតប្រាកដពាក្យថា Forex គឺមកពីពាក្យពេញថា Foreign Exchange បើនិយាយឲ្យងាយយល់បំផុតវាគឺជារបបនៃការទិញនិងលក់ដូររូបិយប័ណ្ណ currency ពីប្រទេសមួយទៅប្រទេសមួយទៀតបងប្អូនសាកគិតមើលបែបនេះតើបងប្អូនធ្លាប់ធ្វើដំណើរទៅលេងក្រៅប្រទេសហើយយកលុយទៅដូរនៅពលានយន្តហោះដែរឬក៏អត់សកម្មភាពហ្នឹងហើយគេហៅថា Forex Transaction គឺយើងដូរលុយប្រទេសយើងទៅជាលុយប្រទេសគេឥឡូវនេះសាកសម័យមើលថាបើសកម្មភាពនេះវាកើតឡើងក្នុងលក្ខណៈទ្រង់ទ្រាយធំកម្រិតពិភពលោកដែលមានទាំងធនាគាររដ្ឋាភិបាលស្ថាប័នហិរញ្ញវត្ថុនិង trader រាប់លានអ្នកធ្វើវាជារៀងរាល់វិនាទីជារៀងរាល់ថ្ងៃនឹងហើយជាមូលហេតុដែលទីផ្សារ Forex មានទំហំជួញដូររហូតដល់ទៅជាង7 trillion ដុល្លារជារៀងរាល់ថ្ងៃសូមបញ្ជាក់ថាជារៀងរាល់ថ្ងៃណាមិនមែនក្នុងមួយខែមិនមែនក្នុងមួយឆ្នាំនោះទេចំណុចនេះហើយធ្វើឲ្យវាคล้ายទៅជាទីផ្សារហិរញ្ញវត្ថុធំជាងគេបំផុតនៅលើភពផែនដី largest financial marketធំជាង stock market ធំជាង crypto ធំជាង commodity ទៅទៀតគ្មានទីផ្សារណាដែលអាចប្រៀបធៀបជាមួយនឹងវាបាននោះទេឥឡូវនេះយើងមកទៅចែកគ្នាថាតើ Forex វាដំណើរការជាក់ស្ដែងរបៀបម៉េចអ្វីគ្រប់យ៉ាងគឺវាចាប់ផ្ដើមចេញពីការទូទាត់រូបិយប័ណ្ណជាគូឬដែលហៅថា currency pair នៅក្នុងទីផ្សារ Forex យើងមិនដែល trade រូបិយប័ណ្ណតែមួយដាច់ដោយឡែកនោះទេយើងតែងតែ trade រូបិយប័ណ្ណមួយធៀបជាមួយនឹងរូបិយប័ណ្ណមួយផ្សេងទៀតមើលឧទាហរណ៍នៅលើអេក្រង់នេះ EUR/USD គឺលុយអឺរ៉ូធៀបនឹងលុយដុល្លារសហរដ្ឋអាមេរិកលុយទី1គឺ EUR ដែលគេហៅថា base currency វាគឺជារូបិយប័ណ្ណគោលដែលយើងចង់ទិញឬក៏ចង់លក់លុយទី2 USD ដែលគេហៅថា quote currency វាជាលុយដែលយើងយកទៅប្រើដើម្បីទិញឬក៏លក់លុយគោលនោះឯងចំណែកឯតួលេខ 1.1 នេះគឺជាអត្រាប្តូរប្រាក់ដែលហៅថា exchange rate នៃសាមញ្ញគឺ1អឺរ៉ូមានតម្លៃស្មើនឹង 1.1 US ដុល្លារនៅពេលបច្ចុប្បន្នដូចនេះក្នុងនាមយើងជា trader ការងាររបស់យើងគឺសួរសំណួរតែមួយគត់តើលុយអឺរ៉ូនឹងឡើងថ្លៃឬក៏ធ្លាក់ថ្លៃធៀបជាមួយនឹងលុយដុល្លារបើយើងគិតថាឡើងយើងបាយបើសិនជាយើងគិតថាវានឹងចុះយើង sell នេះហើយគឺជាគំនិតស្នូល core concept នៃវិស័យ forex trading ដើម្បីឲ្យបងប្អូនមើលឃើញរូបភាពកាន់តែច្បាស់ថាទីផ្សារ forex វាធំប៉ុណ្ណាតោះយើងមកប្រៀបធៀបតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលទាំងអស់ជាមួយគ្នាទីផ្សារភាគហ៊ុន stock market ដែលមានមនុស្សភាគច្រើនគិតថាជាទីផ្សារដែលធំជាងគេបង្អស់រួចទៅហើយមានទំហំជួញដូរត្រឹមតែប្រហែល500 billion ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃចំណែកឯ crypto ដែលល្បីក៏ក្រៅពេញពិភពលោកមានទំហំជួញដូរប្រហែលជា100 billion ដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះចុះទីផ្សារ forex វិញគឺដល់ទៅ7.5 trillion ដុល្លារជារៀងរាល់ថ្ងៃមានន័យថា forex ធំជាងទីផ្សារភាគហ៊ុនដល់ទៅ15ដងនិងធំជាងទីផ្សារ crypto រហូតដល់ទៅ75ដងហេតុអ្វីបានចំណុចនេះសំខាន់សម្រាប់ trader ដូចជាយើងព្រោះកាលណាទីផ្សារកាន់តែធំគឺលំហូរសាច់ប្រាក់ហៅថា liquidity កាន់តែខ្ពស់ liquidity កាន់តែខ្ពស់បញ្ជាក់ថាយើងអាចចូលឬក៏ចេញពីការ trade បានភ្លាមស្ទើរតែគ្រប់វិនាទីដោយមិនបារម្ភពីរឿងជាប់គាំង position នោះឡើយនេះគឺជាអត្ថប្រយោជន៍
ដាច់គេរបស់ Forex មកដល់ចំណុចនេះកាន់តែជក់ចិត្តហើយក៏ជាអ្វីដែល beginner trader ភាគច្រើនមើលរំលងទាំងស្រុងសូមមើល diagram ទាំងអស់គ្នាទីផ្សារ Forex មិនមែនគ្រប់គ្នាសុទ្ធតែមានអំណាចស្មើគ្នានោះទេវាមានឋានានុក្រមច្បាស់លាស់ថាអ្នកណាជាអ្នកបញ្ជាតម្លៃហើយការយល់ពីឋានានុក្រមនេះគឺជាគ្រឹះដំបូងបំផុតដែលយើងត្រូវរៀននៅកំពូលលើគេបង្អស់គឺធនាគារកណ្ដាល Central Bankដូចជា US Federal Reserve ឬក៏ Bank of England ជាដើមពួកគេជាអ្នកគ្រប់គ្រងគោលនយោបាយហិរញ្ញវត្ថុនិងអត្រាប្តូរប្រាក់ហៅថា interest rate ដែលអាចបញ្ជាឬក៏បឺតជញ្ជក់ liquidity ពីទីផ្សារទាំងមូលបានភ្លាមៗតាមរយៈការសម្រេចចិត្តណាមួយបន្ទាប់មកគឺធនាគារពាណិជ្ជធំឬហៅថា Tier 1 Commercial Bank ដូចជា JP Morgan ឬក៏ HSBC ពួកគាត់ធ្វើការជួញដូររវាងគ្នានឹងគ្នាលើទីផ្សារ Interbank Market ដោយប្រើប្រាស់លុយរាប់ពាន់លានដុល្លារនៅក្នុងពេលតែមួយបន្ទាប់មកទៀតទើបដល់វេន Forex Broker និង ECN Vendor ឧទាហរណ៍ដូចជា FHCM ឬក៏ Pepperstone តួនាទីរបស់ពួកគាត់គឺជួយភ្ជាប់ trader តូចតាចដូចជាយើងទៅកាន់លំហូរសាច់ប្រាក់ហៅថា liquidity provider ដែលធនាគារធំៗបានផ្ដល់ឲ្យហើយនៅបាតក្រោមគេបង្អស់នៃ pyramid នេះគឺជាគេហៅថា individual retail trader ពោលគឺពួកយើងនឹងឯងចំណុចសំខាន់ហៅថា key insight នៅត្រង់ចំណុចនេះនៅពេលដែលបងប្អូនយល់ពីលំហូរសាច់ប្រាក់ទាំងនេះបងប្អូននឹងឈប់ទុះទាយទីផ្សារតាមអារម្មណ៍ទៀតហើយប៉ុន្តែបងប្អូននឹងចាប់ផ្ដើមរៀនសង្កេតមើលថាតើពួកស្ថាប័នធំៗដែលហៅថា big player គេកំពុងធ្វើអីហើយគោលបំណងរបស់យើងគឺដើរតាមក្រោយពួកគេបាទនឹងហើយគឺជាអ្វីដែល ICT ឬក៏ Smart Money Concept នឹងបង្រៀនយើងហើយយើងនឹងទៅចែកគ្នាកាន់តែស៊ីជម្រៅនៅក្នុងវីដេអូចុះហេតុអ្វីបានជាមនុស្សរាប់លានអ្នកជ្រើសរើស Forex ជាជាងទីផ្សារផ្សេងទៀតមូលហេតុចម្បងមាន3យ៉ាងទី1វាបើក24ម៉ោងក្នុងមួយថ្ងៃ5ថ្ងៃក្នុងមួយសប្តាហ៍ទីផ្សារនេះដើរតាមពន្លឺព្រះអាទិត្យចាប់ផ្ដើមនៅ Sydney រំកិលទៅ Tokyo ទៅ London រួចមកបញ្ចប់នៅ New York មានន័យថាយើងអាច trade ពេលណាក៏បានឲ្យតែទំនេរពីការងារឬក៏ទំនេរពីការរៀនសូត្រទី2 liquidity ខ្ពស់ដោយសារមានលុយចរាចរណ៍ច្រើនជារៀងរាល់ថ្ងៃបងប្អូនចង់ទិញឬក៏ចង់លក់គឺបានភ្លាមព្រោះតែតែងតែមានអ្នកចាំទិញដែលហៅថា buyer និងអ្នកចាំលក់ហៅថា seller ជានិច្ចទី3ភាពងាយស្រួលនៅក្នុងការចាប់ផ្ដើមយើងអាចចាប់ផ្ដើម trade forex ដោយប្រើដើមទុនតិចតួចបើធៀបនឹងទីផ្សារភាគហ៊ុនឬក៏ទីផ្សារអចលនទ្រព្យមួយយ៉ាងទៀត broker តែងតែផ្ដល់នៅ leverage ដែលជួយឲ្យយើងអាចគ្រប់គ្រង position ធំដោយប្រើដើមទុនតិចតួច forex គឺមានហានិភ័យពិតប្រាកដហៅថា real risk អ្នកចាប់ផ្ដើមដំបូងហៅថា beginner ភាគច្រើនគឺខាតបង់លុយកាក់មិនមែនមកពីទីផ្សារនេះបោកប្រាស់នោះទេឬក៏មិនយុត្តិធម៌នោះទេប៉ុន្តែមកពីពួកគាត់មិនមានយុទ្ធសាស្ត្រច្បាស់លាស់ហៅថា proper strategy មិនចេះគ្រប់គ្រងហានិភ័យមិនមានគេហៅថា risk management និងមិនយល់ពីរបៀបដែលទីផ្សារដំណើរការនឹងហើយជាមូលហេតុដែលខ្ញុំបង្កើតវីដេអូស៊េរីនេះឡើងដើម្បីផ្ដល់គ្រឹះដ៏រឹងមាំមួយដែល trader ភាគច្រើនមិនសូវដែលបានរៀនអូខេតោះយើងមកសង្ខេបចំណុចសំខាន់ទាំង3សម្រាប់ថ្ងៃនេះទី1 Forex គឺជាទីផ្សារសកលសម្រាប់ជួញដូររូបិយប័ណ្ណហៅថា currency pair វាជាទីផ្សារហិរញ្ញវត្ថុធំជាងគេនៅក្នុងโลกដែលមានទំហំជួញដូរជាង7 trillion ដុល្លារជារៀងរាល់ថ្ងៃទី2យើងរកប្រាក់ចំណេញបានដោយសារការវិភាគរូបិយប័ណ្ណមួយនឹងឡើងថ្លៃឬក៏ធ្លាក់ថ្លៃធៀបនឹងរូបិយប័ណ្ណមួយផ្សេងទៀតគិតថាឡើងយើង buy គិតថាចុះយើង sell ទី3ទីផ្សារនេះគឺត្រូវបានបញ្ជាដោយពួកស្ថាប័នធំហៅថា big player ដូចជាធនាគារកណ្ដាលឬក៏ស្ថាប័នហិរញ្ញវត្ថុការរៀនដើរតាម smart money ជំនួសឲ្យការ trade បញ្ច្រាស់ទិសដៅរបស់ពួកគេគឺជាគ្រឹះនៃការរកប្រាក់ចំណេញប្រកបទៅដោយនិរន្តរភាពហៅថា profitable trading អូខេអេពីសូត1ត្រូវបានបញ្ចប់នៅពេលនេះហើយបើសិនបើវីដេអូនេះធ្វើឲ្យអ្នកនរគ្នាយល់អ្វីទៅជា Forex ជាងកាលពី10នាទីមុនវាគឺជាជោគជ័យសម្រាប់ខ្ញុំហើយនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងចែករំលែកអ្នកនរគ្នាអំពី
tool មួយដែលមានឈ្មោះថា TradingView TradingView គឺជា platform មួយដែលមានសារៈសំខាន់សម្រាប់បងប្អូនមើលតម្លៃហាងឆេងហើយនឹងការវិភាគទៅលើទីផ្សារហើយនៅក្នុងវីដេអូនោះផងដែរខ្ញុំនឹងចែករំលែកអ្នកនរគ្នាពីចំណុចចាប់ផ្ដើមពីតាំងពីការដំឡើងបាទរហូតទៅដល់ការរៀបចំឆាតឲ្យមានលក្ខណៈស្អាតមើលទៅលក្ខណៈគេហៅថាអាជីពតែម្ដងហើយសង្ឃឹមថាបងប្អូននឹងមិនខកបំណងនោះទេហើយបើសិនជាបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេចចុច like ហើយបើសិនជាបងប្អូនជាអ្នកថ្មីកុំភ្លេច subscribe ផងកុំឲ្យខកខានវីដេអូបន្តទៀត